យើងដឹងផ្នែកច្បាប់ព្រំទាន់បទស៊ីសំណុករបស់អ្នកបកប្រែស្របពេលប្រទេសជាតិមានការរីកចម្រើនមានស្ថិរភាពនយោបាយនិងសន្តិភាពមានជនបរទេសចម្រុះជាតិសាសន៍ជាច្រើនបានមករស់នៅដំណើរទេសចរនិងធ្វើសកម្មភាពពាណិជ្ជកម្មជាដើមដែលបានជួយជំរុញដល់ភាពរីកចម្រើននៃសេដ្ឋកិច្ចក្នុងស្រុកសកម្មភាពការងារប្រចាំថ្ងៃរបស់ជនបរទេសទាំងនោះអាចនឹងកើតមានវិវាទដោយប្រការណាមួយឬបង្កជាបទល្មើសព្រំទាន់ហើយភាគីក្នុងសំណុំរឿងព្រំទាន់ដែលជាជនបរទេសតម្រូវឲ្យមានអ្នកបកប្រែជាខាងភាសាប៉ុន្តែប្រសិនបើអ្នកបកប្រែទទួលយកសំណុកដើម្បីថ្លែងខ្លឹមសារនៃភាសាឬឯកសារបកប្រែនោះអ្នកបកប្រែនឹងត្រូវផ្តន្ទាទោសចំពោះអំពើរបស់ខ្លួនទាំងប៉ុន្មាននោះតាមអំពើបទស៊ីសំណុករបស់អ្នកបកប្រែត្រូវបានច្បាប់ផ្តន្ទាទោសដល់កម្រិតណាការបកប្រែសំដៅដល់ការប្រែឬសម្រួលនៃសេចក្តីពីភាសាមួយទៅភាសាមួយទៀតជាគោលការណ៍មុននឹងអ្នកបកប្រែអាចមកធ្វើការបកប្រែនៅក្នុងតុលាការតម្រូវឲ្យធ្វើសម្បត្តិស្របតាមសាសនាឬជំនឿរបស់ខ្លួនថានឹងជួយដល់តុលាការនិងបកប្រែឲ្យបានត្រឹមត្រូវតាមចម្លើយទាំងឡាយបន្ថែមពីនេះក្នុងករណីណាក៏ដោយអ្នកបកប្រែមិនអាចត្រូវបានជ្រើសរើសក្នុងចំណោមចៅក្រមក្រឡាបញ្ជីនគរបាលកងរាជអាវុធហត្ថភាគីឬសាក្សីទេហើយនេះប្រសិនបើអ្នកបកប្រែយកប្រទួយកសំណុកដើម្បីធ្វើការបកប្រែភាសាមួយឲ្យខុសពីអត្ថន័យដើមនៃភាសាមួយទៀតមិនថាជាការបកប្រែដោយផ្ទាល់មាត់ក្តីតាមរយៈឯកសារក្តីដែលនាំឲ្យមានការអន្តរាយដល់ផលប្រយោជន៍របស់បុគ្គលម្ខាងទៀតនឹងត្រូវផ្តន្ទាទោសតាមបញ្ញត្តិច្បាប់នៃមាត្រា553នៃក្រមព្រំទាន់ផងដែរដែលបានចែងថាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំអំពើរបស់អ្នកបកប្រែដែលទទួលសុំឬយកព្រមទទួលដោយផ្ទាល់ឬដោយប្រយោជន៍នៅអំណោយចំនួនការសន្យាឬអត្ថប្រយោជន៍អ្វីមួយដើម្បីក្លែងខ្លឹមសារនៃភាសាឬឯកសារដែលបកប្រែលើសពីនេះបុគ្គលដែលប្រព្រឹត្តអំពើសោកប៉ាន់អ្នកបកប្រែក៏ត្រូវមានទោសស្មើនឹងអ្នកទទួលសំណុកផងដែរត្រឡប់មកវិញការបកប្រែមានសារៈសំខាន់ណាស់ដើម្បីឲ្យរឿងក្តីមួយដំណើរការទៅដោយរលូនប៉ុន្តែក្នុងករណីដែលអ្នកបកប្រែទទួលសំណុកដើម្បីក្លែងខ្លឹមសារនៃការបកប្រែពីភាសាមួយទៅភាសាមួយទៀតដែលធ្វើឲ្យតុលាការមិនអាចស្វែងរកនៅការពិតនោះនឹងត្រូវទទួលទោសនឹងតាមបញ្ញត្តិនៃក្រមព្រំទាន់ដូចមានរៀបរាប់ខាងលើ